ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីជួបការកណ្ណាថ្មីមួយដែលបងប្អូនទាំងអស់គ្នាធ្លាប់ញ៉ាំអត់ចាជាដំបូងយើងចិត្តផ្កាកណ្ណាយកនៅគល់របស់វាចេញទៅនៅសល់តែផ្កាបែបហ្នឹងណាបងប្អូនហើយបើសិនជាសម្រាប់ផ្កាដែលខ្ញុំយកមកនេះផ្កាកណ្ណាដែលខ្មែរយើងដាំអញ្ចឹងវាអត់សូវស្អាតដែរទេតែយើងអាចកាត់បាននៅកន្លែងណាដែលអត់ស្អាតកន្លែងទឹកមានតកៅស៊ីឬក៏កឆតអីចឹងទៅបងប្អូនអាចកាត់ស្រែតាមនឹងបានហើយបន្ទាប់ក្រោយមកយើងអាចលាងទឹកចោលមួយសាទៅប៉ុន្តែបើសិនជាមានតកៅឬក៏មានអីអត់ល្អអញ្ចឹងបងប្អូននៅក្នុងទឹកលាងហ្នឹងបងប្អូនអាចថែមនៅអំបិលពី3ចិបទៅដើម្បីយើងត្រាំផ្កាកណ្ណានឹងចោលបន្ទាប់ពីយើងត្រាំផ្កាកណ្ណានឹងចោលយើងមកដាក់ដាំទឹកបងប្អូនដាំទឹកឲ្យពុះអញ្ចឹងមកហើយបន្ទាប់មកយើងអាចយកផ្កាកណ្ណាដែលយើងត្រាំទឹកអំបិលមិញប្រហែលជាខ្ទង់4-10នាទីហ្នឹងយកមកដាក់នៅក្នុងទឹកដែលយើងដាំពុះហ្នឹងណាបងប្អូនយើងអាចដាក់ទឹកអញ្ចឹងមកហើយយើងទុកមកពុះចោលសិនទៅប្រហែលជាខ្ទង់1នាទីឬក៏2នាទីផ្កាកណ្ណាយើងអាចពុះឡើងមកចឹងហើយបងប្អូនប៉ុន្តែកុំទុកចោលយូរពេកខ្លាចផ្កាកណ្ណាហ្នឹងឲ្យលួយខ្លាំងណាបងប្អូនអញ្ចឹងប្រហែលជាខ្ទង់1នាទី2នាទីយើងអាចស្រង់យកមកដាក់កញ្ឆេងឲ្យស្ងួតស្រស់ទឹកអញ្ចឹងសិនអញ្ចឹងមកណាបងប្អូនបន្ទាប់មកពីស្រស់ទឹកអញ្ចឹងហើយយើងអាចនឹងទុកឲ្យត្រជាក់សិនបន្ទាប់ក្រោយមកចាំយើងអាចយកទៅលាយគ្រឿងទៅលាយអីតាមការចូលចិត្តរបស់យើងហើយចំពោះគ្រឿងរបស់យើងទាំងអស់ហ្នឹងមានដូចជាម្ទេសឆាហើយខ្ទឹមសម្ទេសវែងនោះខ្ញុំគ្រាន់តែយកលក្ខណៈជាម៉ូតឲ្យមានស្អាតទេបងប្អូនយើងក៏ប៉ិតបើសិនជាយើងអត់ចង់ប្រើម្ទេសវែងសម្រាប់បន្ថែមទៀតក៏បានដែរហើយទឹកលឿងហ្នឹងគឺទឹកខ្មេះបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តញ៉ាំទឹកខ្មេះទេអាចប្រើជាក្រូចឆ្មាក៏បានដែរហើយមួយទៀតមានដូចជាស្ករសហើយនឹងអំបិលម្សៅស៊ុបបងប្អូនចឹងបើពេលដែលខ្ញុំដាក់នេះគឺដាក់នៅម្ទេសឆាម្ទេសវែងខ្ទឹមសម្សៅស៊ុបខ្នុរហើយនឹងស្ករសបន្តិចមកបងប្អូនខ្ញុំអត់បានប្រើប៊ីចេងទេហើយយើងលាយបញ្ចូលគ្នាបែបហ្នឹងមកបើសិនជាបងប្អូនភ្លក់ទៅស្ទើររសជាតិអីយើងអាចថែមថយតាមការចូលចិត្តរបស់បងប្អូនបានបន្ទាប់ពីលាយគ្រឿងចូលគ្នាអស់ហើយបងប្អូនអាចច្របល់អញ្ចឹងកូរឡើងច្របល់ឡើងរហូតតតែវាចូលជាតិគ្នាបងប្អូនយើងចូលជាតិគ្នាហើយបន្ទាប់មកយើងអាចយកទៅទុកនៅក្នុងទូទឹកកកប្រហែលជាខ្ទង់1ម៉ោងឬ2ម៉ោងរហូតដល់វារៀងត្រជាក់ទៅអាចស្រួយហើយក៏ចូលជាតិយើងញ៉ាំបានហើយបងប្អូននេះដូចខ្ញុំដាក់នៅក្នុងចាននេះខ្ញុំអត់ទាន់បានដាក់ទៅចូលទៅក្នុងទូទឹកកកទេខ្ញុំគ្រាន់តែចាក់ចូលលើចានដើម្បីបង្ហាញប្រាប់បងប្អូនថាសម្រស់ជក់ផ្កាកណ្ណារបស់យើងគឺបាននឹងនៅពេលដែលយើងធ្វើហើយបងប្អូនអញ្ចឹងបន្ទាប់មកយើងអាចភ្លក់មើលឲ្យត្រូវគ្រឿងទៅហើយយើងអាចទុកនៅក្នុងទូទឹកកករងចាំដល់ពេលត្រជាក់ដើម្បីឲ្យចូលជាតិផងហើយដើម្បីត្រជាក់ផងផ្កាកណ្ណារបស់យើងកាន់តែស្រួយកាន់តែឆ្ងាញ់នេះបងប្អូនអានេះខ្ញុំបានយកចេញពីទូទឹកកកមកវិញហើយវារៀងត្រជាក់ហើយរៀងឆ្ងាញ់ចូលជាតិជាងមុនណាបងប្អូនអញ្ចឹងនិយាយទៅបើសិនជាយើងញ៉ាំមួយត្រីអាំងជាមួយសាច់ជ្រូក3ជាន់អាំងជាមួយនឹងនិយាយទៅគឺឆ្ងាញ់គ្រប់មុខហ្មងបងប្អូនហើយបើញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់អាំងវិញគឺឆ្ងាញ់ជាងជាមួយគីមជីទៀតបើបងប្អូនអត់ជឿបងប្អូនអាចសាកធ្វើញ៉ាំបានអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ